វិជ្ជសាស្ត្រអេកូទៅលើទម្រង់នៃស្បូននេះរូងស្បូនដូចយើងតកៅទឹកអញ្ចឹងបត់មកអញ្ចឹងនេះផ្លោកនោមនេះផ្នែកកណ្ដាលនៃស្បូនហើយនេះមាត់ស្បូននេះផ្លូវទ្វារមាសនេះផ្នែកខាងក្រៅនៃស្បូនជាប់នឹងពោះវៀនធំពោះវៀនតូចហ្នឹងអានេះផ្នែកខាងនៃពោះវៀននេះសាច់កណ្ដាលនៃស្បូនគេហៅថាមញោម៉ែតអានេះគឺគូសេរ៉ឺអានេះគឺមួយកើហ្នឹងគេហៅថាអង្គដូម៉ែតអញ្ចឹងអង្គដូម៉ែតហ្នឹងគឺជាផ្នែកនៃភ្នាសមួយដែលមានតួនាទីធម្មជាតិសម្រាប់ឲ្យយើងមានឈាមរដូវដល់វ័យគាត់បន្តពូជចាប់ពីកើតមកដល់ពេញក្រមុំគេហៅវ័យបន្តពូជហ្នឹងឯងអាភ្នាសកណ្ដាលហ្នឹងឯងគេហៅថាអង្គដូម៉ែតហើយរហូតដល់អស់ឈាមរដូវរហូតដល់ចាស់ស្លាប់បានន័យថាវាមាន3ដំណាក់កាលមនុស្សស្រីយើងហ្នឹងដល់ក្នុងដំណាក់កាលបន្តពូជហ្នឹងយើងជួបរឿងរ៉ាវធម្មជាតិជាច្រើនដូចជាមករដូវមិនទៀងទាត់ដោយសារអង្គដូម៉ែតនឹងក្រាស់ឬស្ដើងហើយមករដូវច្រើនឬតិចមកដុំឈាមរាវឈាមក្រហមអីហ្នឹងទៅធ្វើឲ្យស្ត្រីទាំងអស់ហ្នឹងគាត់ភ័យខ្លាចនៅពេលដែលគាត់មានគ្រួសារស្វាមីអញ្ចឹងគាត់ត្រូវអាអង្គដូម៉ែតហ្នឹងជាភ្នាសមួយឡើងក្រាស់សម្រាប់ទទួលការបង្កកំណើតកូនដែលធ្លាក់ចេញពីដៃស្បូនមករូបភាពកាត់ទៅដៃស្បូនយើងសងខាងនេះអូវែសងខាងអូវែខាងស្ដាំនេះអូវែខាងឆ្វេងរៀងរាល់ខែគឺកន្សោមពងហ្នឹងឯងគេហៅអូវែឯងខ្ជាក់ក្របពងដើម្បីចូលតាមដៃស្បូននៅពេលមានការបង្កកំណើតអាអូវែខ្ជាក់ក្របពងមកគឺមេជាឈ្មោះនេះចូលតាមផ្លូវធម្មជាតិនៃមាត់ស្បូនយើងទៅចូលទៅដល់ក្នុងប្រហោងស្បូនហើយរាប់លានក្បាលហើយសម្ដៅរត់ចូលទៅជួបនឹងក្របពងនៅនឹងដៃស្បូនសងខាងបាទដៃស្បូនសងខាងដល់ពេលជឹងជួបទៅយើងក៏មានការបង្កកំណើតអញ្ចឹងគាត់អាយុ24ឆ្នាំហ្នឹងអញ្ចឹងគាត់មានកូនមួយរួចហើយអញ្ចឹងហ៎កើតបានមួយខែកូនទី1ហ្នឹង2ខែហើយបន្តមកទៀត3ខែជាងហ៎ហើយបន្ទាប់ពីហ្នឹងគាត់មករដូវបានម្ដងនៅតាំងពីមកបានម្ដងអញ្ចឹងយើងដឹងថាមកបានម្ដងហើយដល់ពេលប្រហែលខែមករៀងរាល់ខែឬក៏បាត់រដូវទៀតមកមួយខែប៉ុន្តែខែក្រោយមកទៀតបាទប៉ុន្តែនៅពេលដែលយើងឆ្លងទន្លេហើយបានខ្ទង់2ឬ3ខែហ្នឹងច្បាប់ធម្មជាតិតម្រូវឲ្យស្ត្រីយើងហ្នឹងអត់រាំងរដូវសិនគេហៅថាទទួលរគូសឬស្វីតរគូសត្រឡប់មកវិញហ្នឹងណាបានន័យថារៀបរយទៅរដូវធម្មតាយើងពោះរយៈពេល9ខែ10ថ្ងៃដល់ពេលយើងឆ្លងទន្លេផុតចេញមកច្បាប់ធម្មជាតិធ្វើឲ្យស្បូនយើងនៅគេហៅថាឯកោឬក៏ស្ងៀមស្ងាត់ឬក៏អត់មានបញ្ហាអ្វីដល់ស្ត្រីឲ្យចាប់អារម្មណ៍ធ្វើឲ្យយើងប្រើសលៃអនាម័យនឹកឃើញថាមានឈាមរដូវអីចឹងទេគឺរៀងរដូវមួយរយៈសិនអាចអ្នកខ្លះ2ខែអ្នកខ្លះ1ខែកន្លះ2ខែ3ខែ6ខែរហូតដល់2ឆ្នាំក៏មានដែររៀងរដូវបែបក្រោយយើងឆ្លងទន្លេតែដល់សប្តាហ៍ថ្ងៃនេះវាប្រែប្រួលអរម៉ូនទៅតាមស្ត្រីយើងដែលមានគេហៅថាសុខភាពល្អការហូបចុកគ្រប់គ្រាន់ឬបរិស្ថានជុំវិញខ្លួនគាត់ល្អទៅគាត់ឆ្លងទន្លេហើយគាត់ឆាប់មានឈាមរដូវត្រឡប់មកវិញអាការឆាប់មានឈាមរដូវត្រឡប់មកវិញយើងអត់ដឹងយើងតែងតែសួរមិត្តភ័ក្តិយើងឬក៏ម្ដាយយើងឬក៏អ្នកតាមទម្លាប់ចាស់បុរាណហ្នឹងថាអត់ទេអត់តន់មានកូនអញ្ចឹងមិនតន់មានឈាមរដូវទេអញ្ចឹងធ្វើឲ្យយើងច្រឡំថាដឹងកាលឬសូថា6ខែខ្លះ3ខែខ្លះ2ខែខ្លះ5មួយឆ្នាំទៅ2ឆ្នាំយើងអាចនៅមួយប្តីអត់បានគិតពីការវិជាកំណើតទេដល់ពេលដែលយើងបាត់រដូវនឹងឯងមានកូនសាជាថ្មីអាហ្នឹងបើសិនជាគាត់មកសម្រាប់បាន3ខែហើយគាត់មានឈាមរដូវបាន1ខែហើយគាត់បាត់រដូវអាហ្នឹងស្រួលចាំទេដូចគាត់អញ្ចឹងស្រួលចាំទេតែអ្នកខ្លះទៀតគាត់អត់ទេខ្មែរហៅថាផើមអុលនៅមួយគ្នាហើយសឹកតើដល់4ខែឃើញពោះខ្ទៀតកូនរើបំរាំងបដ ாய் ទៅអាហ្នឹងគឺវិវត្តធំហើយបើសិនជាការវាកាត់វិញគឺយើងនេះតើតែយើងហ្នឹងឆ្លងទន្លេហើយបើនៅមួយគ្នាគឺត្រូវយើងកត់សម្គាល់ទៅលើកន្លងនិយាយគូរង្វងទុកទៅតែយើងនៅមួយគ្នាមួយខែក្រោយ30ថ្ងៃទៅយើងធ្វើតេស្តទឹកនោមចោលមួយទៀតទៅតើមានមួយកំណត់ឬពីរកំណត់អត់មួយខែក្រោយយើងធ្វើតេស្តទឹកនោមទៀតអាហ្នឹងបើយើងអត់បានជ្រើសរើសការវិជាកំណើតណាមួយត្រឹមត្រូវដូចជាលេបថ្នាំមាត់ចាក់ថ្នាំអូខេតាមតាគៀកឬក៏ប្រើស្រោមអនាម័យឬក៏អីទេតែបើយើងនៅមួយគ្នាដោយប្រើមធ្យោបាយគេហៅថាវិជាកំណើតតាមធម្មជាតិមិនប្រកាសទេអ្នកខ្លះថាចាក់ទឹកក្រៅពីងណាមិនប្រកាសទេអាហ្នឹងអាចមានកូនគ្រប់ពេលអញ្ចឹងអាផើមអុលនឹងឯងដែលជាបញ្ហាមួយហើយដល់ពេលយើងផើមអុលហ្នឹងក្រោយពីយើងឆ្លងទន្លេទៅបាន2ឬ3ខែកូននៅទូចហើយយើងទៅទិញថ្នាំសុលតម្លាក់នោះយើងអត់បានគិតថាកូននៅក្នុងស្បូនឬក្រៅស្បូនហើយកូននៅក្នុងស្បូនវាជាកូនប៉ងឬជាកូនធម្មតាវិវត្តអស់គ្រប់ខែកើតឬជាកូនមានបញ្ហាផ្សេងទេហើយយើងទិញថ្នាំសុលតម្លាក់នោះអានឹងមានហានិភ័យខ្ពស់ណាស់តើតែយើងហ្នឹងអាចមើលអេកូដឹងសិនថាបើសិនជា5អាទិត្យឲ្យដឹង5អាទិត្យ6អាទិត្យដឹង6អាទិត្យ7អាទិត្យដឹង7អាទិត្យ8អាទិត្យដឹង8អាទិត្យអញ្ចឹងថ្នាំដែលគេបន្លូតកូនតាមបែបសម័យថ្មីនេះណាគេសល់តាមផ្លូវទ្វារមាស4គ្រាប់លេបតាមមុន1គ្រាប់អញ្ចឹងថ្នាំហ្នឹងជាថ្នាំប្រភេទអរម៉ូនមួយដើម្បីធ្វើឲ្យរបើកសាច់សុកឬក៏ស្រោមទឹកភ្លោះចេញពីសាច់ស្បូនហ្នឹងដើម្បីឲ្យកូនហ្នឹងលែងមានជីវិតតទៅទៀតហើយវាធ្លាក់ចេញមក
ប៉ុន្តែបើសិនជាកូនហ្នឹងវាជាកូនប៉ងវិញយើងអាចបានមើលអេកូទុកមុនក្នុងរយៈពេល6សប្តាហ៍ហ្នឹងវាអាចជាកូនប៉ងវាពិបាកធ្លាក់ណាវាអាចនៅសល់ធ្លាក់ឈាមញ៉ៃញ៉ៃហើយបន្ទាប់មកយើងធ្វើតេស្តទឹកនោមក្រោយពីយើងទម្លាក់ហើយក្នុង4អាទិត្យឬក៏6អាទិត្យអាចនៅមាន2កំណុះអញ្ចឹងយើងច្រឡំហើយប៉ះជានៅមួយប្តីទៀតមិនដឹងថាយើងមានកូនសាច់ជាថ្មីទៀតអញ្ចឹងប្រយ័ត្នប្រយែងហ្នឹងបាទឥឡូវនេះយើងភ័យអញ្ចឹងឃើញទេយើងទម្លាក់ទៅខ្លាចនៅសល់មិនសល់នេះតាមពិតវានៅសល់ទឹកល្ងិចតិចតិចនៅក្នុងហ្នឹងឥឡូវយើងភ័យខ្លាចរឿងអីគេមានបានធ្វើតេស្តទឹកនោមមើលទេបាទព្រឹកមិញយើងជួបករណី2ករណីគឺគាត់តម្លាក់បាន1ខែ4សប្តាហ៍គាត់ធ្វើតេស្តទឹកនោមទៅមាន2កណ្ដុះមកវិញអញ្ចឹងគាត់ភ័យខ្លាចលោថាគាត់បានច្រឡំនៅរស់នៅមួយគ្នាគ្រួសារគាត់ទៀតដល់អញ្ចឹងគាត់ភ័យខ្លាចថាគាត់តិចមានកូនសាជាថ្មីទៀតទៅឬក៏កូនមុនហ្នឹងអត់តន់ធ្លាក់អស់ដោយសារគាត់បានមើលអេកូកុងត្រូលឡើងវិញអញ្ចឹងស្ត្រីយើងគួរតែយល់ដឹងថាមុនគេហៅថាបញ្ឈប់ការវិវត្តនៃកូនហ្នឹងគេហៅថាបន្លូតហ្នឹងឯងអាមួយរលូតផ្សេងដល់ពេលរំលូតហ្នឹងគឺយើងមានគោលបំណងគឺឲ្យកូនអត់វិវត្តទៅដល់9ខែ10ថ្ងៃទេគឺយើងអត់ចង់ឲ្យមានកូនច្រើនចំនួនច្រើនទេយើងបញ្ឈប់វាភាគច្រើនយើងតន់សម័យគឺគេតម្លាក់នៅចន្លោះ1ខែកន្លះឬក៏អាច2ខែយ៉ាងយូរណាបាទយ៉ាងយូរបំផុតហើយ8អាទិត្យព្រោះឆ្នាំហ្នឹងទៅលើទីផ្សារយើងត្រឹមតែ8អាទិត្យ7អាទិត្យតែចូលដល់9អាទិត្យយើងមានហានិភ័យខ្ពស់ដោយសារសាច់សុកនោះវាធំដល់ពេលយើងទៅតម្លាក់ទៅវាខ្លាចលោសាច់សុកនោះអត់លបើកអស់វាអាចនៅសល់យើងទៅសម្អាតស្បូនសាច់ជាថ្មីម្ដងទៀតអញ្ចឹងអាសាច់សុកហ្នឹងវាកកើតចេញពីសាច់កដាលនៃស្បូនយើងនឹងឯងណាធម្មតាយើងការបង្កកំណើតមាននៅដៃស្បូនទេវាជាឈ្មោលញីនៅដៃស្បូនហើយក៏លមៀលចូលក្នុងស្បូនទុំនៅក្នុងគេដាំចូលទៅក្នុងអង់ដូម៉ែតហ្នឹងឯណាកម្រាស់នៃអង់ដូម៉ែតហ្នឹងហើយអង់ដូម៉ែតហ្នឹងវាបង្កើតជាផ្ទាំងនៃសាច់សុកហើយនឹងស្រោមទឹកភ្លោះហើយទឹកភ្លោះបន្ទាប់មកបានមានកូននៅក្នុងនឹងអំប្រយ៉ងនៅក្នុងនឹងណាអញ្ចឹងយើងត្រូវយល់ថាហើយមួយទៀតបើសិនជាការវិវត្តទៅជាអំប្រយ៉ងទេថាវាអត់វិវត្តទៅជាទឹកភ្លោះទេគេហៅថាសម្បូរទៅដោយកោសិកា protoblast អាក្រប protoblast ហ្នឹងឯងគេហៅជាកូនប៉ងអាកូនប៉ងហ្នឹងឯងដែលធ្វើបញ្ហានៃការទម្លាក់របស់យើងមិនធ្លាក់អស់ទេតើគេបានសម្អាតហើយគេលេបថ្នាំប្រឆាំងនឹងកោសិកា protoblast ទៀតណាមានថ្នាំរបស់គេក្រោយដែលយើងទម្លាក់ហើយទៀតអញ្ចឹងយើងមិនមែនជាស្រួលទេអញ្ចឹងវាយល់ល្អយើងគួរតែមុននឹងទម្លាក់ឆែកមើលអេកូម្ដងថាកូនហ្នឹងអាយុប្រហែលអាទិត្យ4អាទិត្យ5អាទិត្យឬក៏6អាទិត្យឬ7អាទិត្យឬក៏8អាទិត្យបន្ទាប់ពីយើងទម្លាក់ហើយទោះបីតាមបច្ចេកទេសយើងទិញថ្នាំសល់ក៏ដោយឬលេបក៏ដោយឬក៏តាមពេទ្យឆ្មបហើយយើងមើលអេកូត្រូលអេកូម្ដងទៀតអាហ្នឹងមិនត្រឹមត្រូវឡើយវាចង្អល់អីឆ្ងល់សួរមកបាទបាទឥឡូវនៅមានទឹកធ្លាក់មកតិចតួចទេឬក៏ស្អាតអស់ហើយស្អាតអស់ហើយអញ្ចឹងចាំធ្វើតេស្តទឹកនោមមើលទៀតទៅវានៅមានសល់ហ្នឹងអាចរយៈពេល1ខែ4អាទិត្យទៅ6អាទិត្យនោះបានអស់អាអកម៉ុនជាក្នុងឈាមថាធម្មតាអាអកម៉ុនហ្នឹងវាមិនដែលចូលទៅក្នុងឈាមយើងអាចនោមចេញមកយើងដាក់តេស្តជាលក់ផ្ទៃពោះទៅវាមានប្រតិកម្មអកម៉ុនទេតែកូនមែនទេវានៅក្នុងប្រហោងស្បូននេះទេដែលយើងមើលអេកូនហើយដើម្បីបញ្ជាក់ថាពីកូននៅក្នុងប្រហោងស្បូនដល់ទៅពេលយើងមើលតែអកម៉ុនតេស្តនឹងមួយមុខអត់ត្រឹមត្រូវទេណាគេអាចបូមឈាមក៏អាចមើលដឹងដែរអញ្ចឹងហ្នឹងហើយអាហ្នឹងការនេះគឺជារូបភាពដែលគាត់ក្រោយពីគាត់ពន្លូតកូនដោយប្រើថ្នាំទម្លាក់ណាអាហ្នឹងយើងយល់ពីរូបភាពស្បូននេះគាត់បានស្អាតល្អហើយដោយសារកូនគាត់ប្រហែលសប្តាហ៍ដែលយើងទម្លាក់ហ្នឹងមួយខែជាងតុងបើមួយខែជាងវាចូល5អាទិត្យនិងក្បែរ6អាទិត្យណាបាទដោយសារយើងអត់បានពាក្យមួយខែជាងហ្នឹងគឺសំដៅអញ្ចឹងបើយើងមើលអេកូគេកំណត់ថា5អាទិត្យគឺ5អាទិត្យប្រហែលថ្ងៃយើងទៅឬក៏6អាទិត្យ6អាទិត្យប្រហែលថ្ងៃយើងទៅឬក៏6អាទិត្យគត់អញ្ចឹងទៅអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងឥឡូវអត់អីទេឥឡូវស្អាតអស់ហើយណាគ្រាន់តែថាយើងអាចប្រើថ្នាំបាត់កាត់ឈាមមាត់ស្បូននៅចំហនៅឡើយណានេះហ្នឹងអញ្ចឹងវាស្បូនយើងអត់ទាន់វិលទៅរកសភាពដើមនៅឡើយទេវាគេហៅថាតសៃខ្ចីពាក្យតសៃខ្ចីនេះឃើញនៅចំហនេះណាអាចទឹកល្ងិចដក់ចេញពីនឹងហូរមកដក់នៅក្នុងចិត្តគេហៅថាសៀកវីកូវ៉ាស៊ីណាល់ហ្នឹងគឺដក់នៅក្នុងហ្នឹងហើយបានហូរចេញមកសំណើមទៅលើសឡេណាម៉ៃយើងអញ្ចឹងយើងកំភៃណាអត់មានទេប៉ុន្តែសាច់សុកលើបើកអស់នេះនៅហើបមាត់ស្បូននៅឡើយនៅចំហនៅឡើយនេះកាត់ទៅទឹកនៃមាត់ស្បូនបាទហើយមាត់ស្បូនហ្នឹងញ៉ាំថ្នាំអីអត់ទេតិចទៀតវារៀបរយមកវិញហើយដោយសារវាមានកាកសំណល់នៃធម្មជាតិនៃកំតិចកំទីស្រោមទឹកភ្លោះសាច់សុកអីចឹងណាឬក៏ឧបសម្ព័ន្ធដែលកសាងសង់ទៅជាកូននៅក្នុងកូនដំបងគេហៅក្នុងត្រីមាសទី1នៃខែដំបងមួយខែទៅមួយខែកន្លះហ្នឹងគឺច្បាប់ធម្មជាតិវាត្រូវបិទចិត្តមិនកើតបើបិទចិត្តឈឹងនៃមាត់ស្បូតអាពីក្នុងនឹងមានឈាមមានអីដកមកហូរខ្ញុំចេញមិនកើតតើវាហូរឲ្យអស់ចេញមកបានមាត់ស្បូនយើងបិទចិត្តទៅវិញវាខុសពីជំងឺធម្មជាតិមួយទៀតមាត់ស្បូនរៀងចំហនោះគេហៅ extrusion អា extrusion ហ្នឹងអានឹងវាចំហប៉ុន្តែអត់មានកំណត់ជាកូនទេណាបាទ extrusion ហ្នឹងគឺមាត់ស្បូនវាលៀនហើយចំហមាត់ស្បូនយើងទៅអានឹងចំនួនអ្នកដែលមានកូនច្រើនអ្នកទៅស្ត្រីដែលមានកូនច្រើនវាអាចមាត់ស្បូនចំហប៉ុន្តែគាត់មានតាក់កូនណាដល់គាត់នេះវាជាបែប
បែបគាត់ពន្លត់កូនហ្នឹងបែបគាត់ដើម្បីឲ្យមាត់ស្បូនចំហហ្នឹងគឺយើងបាក់ភ័យទេណាជួនកាលពេទ្យឆ្មោះបើកមើលទៅគាត់ឃើញមាត់ស្បូនចំហហើយសាច់ស្បូនហ្នឹងរាងជាំរាងពណ៌ស្វាយណាវាមិនតាន់ក្រហមស្អាតរលោងទេវារាងដូចថាស្បូនកន្ត្រាក់នៅឡើយណាបាទហើយកុំឲ្យតែយើងមានជំងឺរលាកសរ៉ាំរ៉ៃទៅបើវាឆ្លងរោគចូលទៅទៀតបើអត់មានជំងឺរលាកសរលាកវាមាសទេលាកមាត់ស្បូនទេឬយើងអត់មានគីតឬណាបុតនៅក្នុងនោះទេឬគីតនៅវ៉ាសាំងទេវាអត់បញ្ហាទេធម្មតានៅមាត់ស្បូនយើងវាមានគីតធម្មជាតិមួយគេហៅថាកពេញដណាបត់នៃពត់ជុំវិញមាត់ស្បូនយ៉ាងឯងរុននៃមាត់ស្បូនហ្នឹងហើយនៅក្នុងវ៉ាសាំងនេះមានគីវ៉ាសាំងវាខុសពីគីដៃស្បូននៅក្នុងពោះឯណោះតែគាត់អត់មានទេណាអត់មានគីអត់មានអីទេអញ្ចឹងស្បូនគាត់ស្អាតណាសំខាន់គឺស្អាតហ្មងគាត់ថាចំហនៃមាត់ស្បូននេះអានេះរូបភាពបណ្ដោយនៃតួស្បូនយើងឃើញចំហអានេះរូបភាពកាត់ទទឹងនៃស្បូនអញ្ចឹងការទម្លាក់នឹងវាចំហយ៉ាងហ្នឹងដើម្បីក្នុងរយៈពេលអាច1ខែកន្លះទៅ2ខែក្រោយមកវាប្រឹកធ្លាក់ឈាមរដូវម្ដងទៀតមកត្រឡប់មកវិញមកយើងមើលមាត់ស្បូនស្អាតមកវិញហ្នឹង